ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិជ្រាបនៅចំណុចមួយចំនួនដូចតទៅនេះទី1គិតមកទល់នឹងពេលនេះមានជនភៀសសឹកសរុបជាង46,000 នាក់ហើយដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុប64,000 នាក់ជាងដូច្នេះនៅសល់ជនភៀសសឹកចំនួនជាង18,000 នាក់ផ្សេងទៀតដែលបន្តរស់នៅក្នុងជំរំនៅឡើយសាលារៀនមន្ទីរពេទ្យមណ្ឌលសុខភាពនិងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្ដាការវិលត្រឡប់របស់ជនភៀសសឹកបានធ្វើឡើងស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ចំណុច4ដែលចែងថាភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងខ្លួនទោះជាយ៉ាងណាមានជនភៀសសឹកមួយចំនួនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេនៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូតនិងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី6ខែមករាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធាទាំងសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប៉ះពាល់ដល់ការវិលត្រឡប់របស់ជនភៀសសឹកចូលទៅក្នុងតំបន់ទាំងនោះសូមបញ្ជាក់ជូនថាអាជ្ញាធរដែនដីនិងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹកខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរឆ្លៀតឱកាសនេះរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយចិត្តនិងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹកសូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាមិនចេះរីងស្ងួតនៅក្នុងសង្គមខ្មែរពិសេសប្រពៃណីជួយគ្នាក្នុងគ្រាជួបការលំបាកទី2នៅក្នុងសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ត្រង់ចំណុច3មានចែងអំពីភាគីទាំងពីរឯកភាពគ្នាប្រគល់ទូរនទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននៅសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនត្រង់ចំណុចនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនបងប្អូនជនរួមជាតិជ្រាបថាឋានៈដឹកនាំរបស់យើងទាំងសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាតែងតែមានប្រសាសន៍បញ្ជាក់ម្ដងហើយម្ដងទៀតថាកម្ពុជាចង់បានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍពាក្យពេចន៍ទាំងអស់នេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជាតែងតែលាន់ឮរងំក្នុងត្រចៀកនិងដឹកជាប់ក្នុងក្រៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់គ្នានេះសបញ្ជាក់យ៉ាងច្បាស់ថាសង្គ្រាមដែលកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកន្លងទៅនេះមិនមែនជាបំណងប្រាថ្នាហើយរឹតតែមិនមែនជាជំរឹះរបស់កម្ពុជាសោះឡើយកម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុតនិងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួននិងខិតខំការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះទន្ទឹមគ្នានេះរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជានៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាននិងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាមនិងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញការសម្រេចបានបទឈប់បាញ់2លើកនិងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិគឺជាលទ្ធផលជាក់ស្ដែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បានទី3អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនឡើងវិញថាកម្ពុជាស្រឡាញ់នឹងការពារសន្តិភាពហើយជានិច្ចកាល
ប្រកាន់យកដំណោះស្រាយដោយសន្តិវិធីកម្ពុជាអនុវត្តបទជប់បាញ់យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពនាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយកម្ពុជាមិនធ្វើសម្បទានឬអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាតសូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថាកម្លាំងមហាសាមគ្គីជាតិនិងការចងចាំប្រវត្តិសាស្ត្រគឺជាខ្សែការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជាដោយប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាសាមគ្គីរស់សាមគ្គីឈ្នះហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយសូមអរគុណនិងសូមគោរពលាបាទ